សួស្តីមកកាន់វីដេអូរបស់ខ្ញុំអញ្ចឹងនៅនឹងខ្ញុំនឹងចែករំលែកអំពី website មួយចំនួនដែលអ្នកនរគ្នាអាច download នៅ slide presentation template ក៏ដូចជាដែលយើងអាចប្រើទៅជាមួយនឹង PowerPoint ក៏ដូចជា Google Slide បានអញ្ចឹង website ទី1គឺតាក់ទងជាមួយនឹង Slido អញ្ចឹង Slido នេះវាក៏មានជា free template ក៏ដូចជាpremium template ដែរអញ្ចឹង premium template យើងមើលទៅលើសញ្ញាដែលមានបង្កត់នេះគឺ premium ហើយអញ្ចឹងបើសារណាដែលអត់មានបង្កត់ទេគឺfree ដែលយើងអាច download បានអញ្ចឹងអ្នកនរគ្នាអាច search ក៏បានតែឥឡូវខ្ញុំយកកន្លែង trending នេះចុះដោយសារខ្ញុំខ្ជិល search ចុចមកចុច category មួយនេះបន្ទាប់មកវាចេញ slide ជាច្រើនទៀតហើយអញ្ចឹងខ្ញុំស្វែងរក slide ណាដែលអត់ premium ដែល free អាចឲ្យយើង download បានអូខេអញ្ចឹងខ្ញុំចុចយក slide មួយនេះដែល free ដើម្បី download ឲ្យអ្នកគ្នាមើលថាដើម្បី download បានយើងចុចលើ slide ហ្នឹងមកបន្តមកទៀតយើងចុចទៅយើង scroll ហ្នឹងហើយយើង scroll មើលសិនអញ្ចឹងណាដល់មកយើងកន្លែង customer យើងចុច customer ហ្នឹងមកតមកទៀតយើងត្រូវ register ដោយសារតែយើងជា user ថ្មីដើម្បីអាច download បានអញ្ចឹងខ្ញុំចុច connect ជាមួយនឹង Google របស់ខ្ញុំចេញរងចាំដែរថាជា student តែគ្នាអាចជ្រើសយកមួយណាក៏បានតែជា student យើងជ្រើសយក student ទៅចឹងគេចេញខ្ញុំមកក្រោមចេញខ្ញុំយក slide Signis for education ចឹងឡើយខ្ញុំចង់បាន slide មួយនេះចេញចុចណាតោះមកនេះយើងឃើញមានdownload នេះយើងចុចកន្លែងសញ្ញាdownload នេះមកអញ្ចឹងគេមានជំរឿឲ្យយើង PowerPoint និង Google Slide ហើយនិង Canva ទៀតអញ្ចឹងបើអ្នកគ្នាចូលចិត្តប្រើ PowerPoint ដាក់ PowerPoint បើចូលចិត្តដាក់ Google Slide ដាក់ Google Slide បើចូលចិត្តប្រើ Canva ប្រើ download មួយ Canva អញ្ចឹងឥឡូវខ្ញុំដាក់ជាមួយនឹង Google Slide ទៅចាស់ដោយសារ PowerPoint ខ្ញុំបើអត់ចេញអញ្ចឹងមិនដោយសារពី slide ដោយសារតែ PowerPoint ខ្ញុំតោះមិនដាក់លេខសិនអញ្ចឹងនេះគឺយើងចុចពាក្យថា make copy មកពាក្យនេះគឺ make copy នេះគេ make copy អញ្ចឹងបើយើងគេកែទៅគឺកែដល់ពីរបស់យើងទេអត់ពាក់ព័ន្ធជាមួយរបស់គេអញ្ចឹងអញ្ចឹងឃើញថា template ដែលយើងបានរកឃើញមកនេះតោះមកយើងចុច make download តោះមកឥឡូវនេះគឺវាចូលទៅកាន់ Google ហើយអញ្ចឹងយើងអាចកែអាចឲ្យបានមកឆ្លាតត្រូវជាមួយនឹង topic present របស់យើងអូខេឥឡូវខ្ញុំណែនាំទៅ website មួយទៀតអញ្ចឹង website ទី1គឺ Slido អ្នកឃើញនេះគឺ Slido វាយទៀតថា Slido ទៅហើយទី2គឺ slide មិនឲ្យខ្ញុំអានសង្កត់អានត្រូវអញ្ចឹងអានេះខ្ញុំសាកមើលសិនថាវាអាចឲ្យយើង download បានfree ឬក៏អត់ចឹងយើងចុចចូលទៅដល់គ្នាទៅតែឥឡូវខ្ញុំចង់បាន slide មួយនេះទៅទៅមួយ game អញ្ចឹងឥឡូវខ្ញុំចុចយក slide មួយនេះមកនៅកន្លែង download នេះគេមាន3 option ឲ្យយើងនេះគេមាន download ទៅ PowerPoint and Google Slide អញ្ចឹងខ្ញុំទៅ Google Slide អញ្ចឹងយើងចុចពាក្យថា use template នេះមកនេះចុចអានេះវាមានតែមួយអូខេអញ្ចឹងនេះយើងអាចប្រើនៅ template នេះបានហើយមានន័យថាវាងាយស្រួលជាង website ទី1អញ្ចឹងខ្ញុំសាកទៅមួយទៀតភាសានេះវាអត់ទៅមួយនឹងទៀតរបស់ចេញយកឡើង education នេះមក education យើងយក education បានតពេលនេះវាសុទ្ធតែចេញជា slide ខ្ជូរទៅនេះអានេះខ្ញុំយកមកពីមកអូខេអញ្ចឹងយើងអូសមកក្រោមមកអញ្ចឹងនេះគេមានតែ2ជំរើសឲ្យអាចប្រើជាមួយនឹង PowerPoint ហើយនឹងជាមួយ Google អញ្ចឹងអ្នកគ្នាប្រើ PowerPoint ដាក់យក PowerPoint បើមួយ Google Slide មួយ Google Slide អញ្ចឹងខ្ញុំឆ្លៀតបញ្ចូលឡើងនេះចាស់អញ្ចឹង PowerPoint និង Google Slide វាខុសគ្នាមិនទៅអញ្ចឹងបើយើង PowerPoint យើងតែការ send គ្នាទៅវិញទៅមកអញ្ចឹងណាបើយើងអត់មានជា license ទេយើងអាចជា
online បានដូចជាមួយ Google Slide ទេ Google Slide យើងបើកមួយ Google Slide មកអញ្ចឹងយើង share តែ link ទៅគឺមិត្តភ័ក្តិរួមក្រុមរបស់យើង team assignment ហ្នឹងគឺអាចធ្វើរួមគ្នាបានតាមរយៈ online អញ្ចឹងគឺមិនចាំផ្ញើ file ចុះដល់ចល័តទេអញ្ចឹងអានេះគឺយើងអាចប្រើបាននេះយើងអាចកែឈ្មោះកែអីមកទៅជារបស់យើង